ឈានដល់វ័យ30អ្នកគួរតែមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការយល់ដឹងពីការពិតនៃជីវិតទាំងនេះទី1គឺជីវិតនឹងកាន់តែប្រសើរឡើងនៅពេលដែលមនុស្សដឹងឮពីរឿងរ៉ាវរបស់អ្នកកាន់តែតិចឯកជនភាពគឺជាការការពារដ៏ល្អបំផុតសម្រាប់ក្តីសុខរបស់អ្នកចូលរក្សារង្វង់ទំនាក់ទំនងរបស់អ្នកឲ្យនៅតូចបានហើយទី2គឺឈប់ទទួលយកដំបូន្មានពីមនុស្សដែលអ្នកមិនប្រាថ្នាចង់បានជីវិតដូចពួកគេប្រសិនបើអ្នកមិនចង់បានអ្វីដែលពួកគេកំពុងមាននោះទេតើអ្នកនៅអង្គុយស្ដាប់របៀបដែលពួកគេទទួលបានវាធ្វើអ្វីទី3គឺមនុស្សគ្រប់គ្នានឹងបង្ហាញក្រយៅពិតរបស់ពួកគេចេញមកនៅថ្ងៃណាមួយមិនខានអ្នកមិនចាំបាច់ខំប្រឹងបង្ខំស្វែងរកភាពច្បាស់លាស់នោះឡើយពេលវេលានឹងធ្វើរឿងនោះឲ្យអ្នកដោយមិនគិតថ្លៃគ្រាន់តែរងចាំមើលចុះទី4គឺឱកាសកម្រនឹងដើរមកឲ្យយើងរកឃើញណាស់ប៉ុន្តែវាត្រូវបានបង្កើតឡើងដោយខ្លួនយើងឈប់អង្គុយរងចាំពេលវេលាដ៏ល្អឥតខ្ចោះឲ្យលេចចេញមកទៀតទៅចូលស្ថាបនានិងបង្កើតវាដោយដៃរបស់អ្នកផ្ទាល់ទី5គឺសុភមង្គលការចេញពីសេរីភាពហើយសេរីភាពការចេញពីភាពក្លាហានអ្នកមិនអាចមានរបស់ណាមួយដោយខ្វះរបស់មួយទៀតនោះឡើយហើយចំណុចចុងក្រោយបង្អស់គឺជា